រឿងព្រះចក្ខបាលថេរព្រះសម្មាសម្ពុទ្ធទ្រង់ទេសនាប្រារព្ធចំពោះព្រះថេរៈមួយព្រះអង្គព្រះនាមថាចក្ខបាលកាលពីព្រះថេរៈអង្គនេះលោកគង់នៅជាក្រហមមិនទាន់បានសាងព្រះភ្នោះលោកបានទៅស្ដាប់ព្រះធម៌ទេសនារបស់ព្រះពុទ្ធជាអង្គម្ចាស់ហើយក៏កើតចិត្តសេចក្តីជ្រះថ្លាក្នុងព្រះធម៌ទេសនានោះយ៉ាងក្រៃលែងមានចិត្តប្រាថ្នាចង់បួសជាភិក្ខុនៅក្នុងព្រះពុទ្ធសាសនាលុះត្រឡប់មកផ្ទះវិញក៏បានប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យដល់ប្អូនប្រុសរបស់ខ្លួនស្រេចហើយទើបសូមលាប្អូនទៅបួសក្នុងសំណាក់ព្រះដ៏មានព្រះភិក្ខលុះបួសបាន5ព្រះវស្សាហើយលោកក៏ទៅក្រាបថ្វាយបង្គំសូមរៀនព្រះកម្មដ្ឋានជាមួយនឹងព្រះសម្មាសម្ពុទ្ធបន្ទាប់មកក៏បានក្រាបថ្វាយបង្គំលាព្រះអង្គទៅបំពេញសមណធម៌នៅក្នុងទីកន្លែងមួយដែលស្ងាត់ព្រមទាំងភិក្ខុសង្ឃ60រូបជាបរិវារព្រះថេរៈលោកមានសេចក្តីព្យាយាមខ្លាំងក្លាបំផុតក្នុងការប្រតិបត្តិធម៌លោកបានតាំងចិត្តសច្ចាអធិដ្ឋានថាអាត្មាអញនឹងមិនសឹងរហូត3ខែក្នុងរដូវភ្លៀងនេះក្នុងវស្សានោះរោគក្នុងភ្នែកក៏កើតឡើងដល់ព្រះថេរៈគ្រូពេទ្យបានមកជួយព្យាបាលប្រគេនព្រះថេរៈហើយឲ្យព្រះថេរៈសឹងបន្តក់ថ្នាំតាមភ្នែកប៉ុន្តែព្រះថេរៈមិនព្រមសឹងតាមគ្រូពេទ្យប្រាប់សោះព្រោះលោកបានតាំងចិត្តស្រេចហើយថានឹងមិនសឹងរហូត3ខែព្រោះហេតុនេះរោគក្នុងភ្នែកក៏រឹងរិតតែរកម្មធ្ងន់ខ្លាំងឡើងជារៀងរាល់ថ្ងៃមិនយូរប៉ុន្មានភ្នែកទាំងទ្វេរបស់ព្រះថេរៈក៏បានបែកធ្លាយខ្វាក់ងងឹតឆឹងមើលអ្វីឡើងឃើញទាំងអស់ហើយព្រមគ្នាក៏បានសម្រេចនៅព្រះអរហន្តសុខវិបស្សកៈលុះដល់ថ្ងៃបវារណាចេញវស្សាហើយព្រះចក្ខបាលថេរបានចម្រើនពរលាពួកញាតិញោមឧបាសកឧបាសិកាដើម្បីទៅគាល់ព្រះបរមសាស្តាដែលព្រះអង្គប្រថាប់គង់នៅក្នុងវត្តចេតពុនមហាវិហារទីបក្រុងសាវត្ថីនៅក្នុងរាត្រីនៃបឋមយាមក្រោយពេលដែលភ្លៀងរាំងហើយព្រះថេរៈក៏បានដើរចង្ក្រមទៅមកជន់សត្វមេភ្លៀងស្លាប់អស់ជាច្រើនព្រោះលោកមើលមិនឃើញហើយក៏មិនមានចេតនាគិតនឹងធ្វើឲ្យសត្វមេភ្លៀងទាំងនោះស្លាប់ផងដែរស្អែកឡើងពេលព្រឹកព្រលឹមក៏ស្រាប់តែមានអគន្តកៈភិក្ខុជាច្រើនរូបបានចូលទៅមើលកន្លែងព្រះចក្ខបាលថេរហើយបានឃើញសត្វមេភ្លៀងជាច្រើនស្លាប់ពាសពេញទីចង្ក្រមរបស់ព្រះថេរៈក៏ថ្មេះទេសដៀលោកដោយប្រការផ្សេងស្រេចហើយក៏នាំយករឿងនេះទៅក្រាបទូលថ្វាយដល់ព្រះបរមសាស្តាទ្រង់ជ្រាបព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ពន្យល់ដល់ភិក្ខុទាំងនោះថាមនីភិក្ខុទាំងឡាយមរណចេតនាគឺចេតនាគិតនឹងសម្លាប់មិនមានសោះឡើយដល់ព្រះថេរៈដែលជាព្រះអរហន្តខៃណាស្របអាគន្តកៈភិក្ខុទាំងនោះងើយឆ្ងល់បានក្រាបទូលសួរព្រះពុទ្ធជាម្ចាស់ថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះចក្ខបាលថេរជាព្រះអរហន្តខៃណាស្របចុះហេតុអ្វីបានជាខ្វាក់ភ្នែកព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សម្ដែងអតីតនិទានថាកាលពីអតីតកាលព្រះចក្ខបាលថេរធ្លាប់បានធ្វើជាគ្រូពេទ្យព្យាបាលជំងឺភ្នែកសម័យថ្ងៃមួយលោកគ្រូពេទ្យនោះបានទៅព្យាបាលភ្នែកដល់ស្ត្រីម្នាក់នៅជនបទ
ស្ត្រីនោះបានសន្យាជាមួយគ្រូពេទ្យថាបើលោកគ្រូពេទ្យអាចព្យាបាលជំងឺភ្នែកនាងខ្ញុំឲ្យបានជាស្បែកដូចដើមវិញនោះនាងខ្ញុំព្រមទាំងបុត្រនឹងធ្វើជាទាស័យអ្នកបម្រើរបស់លោកគ្រូពេទ្យនោះបានព្យាបាលភ្នែកនាងឲ្យជាដូចដើមវិញហើយព្រោះតែនាងមិនចង់នៅបម្រើគ្រូពេទ្យនោះឯងទើបនាងបែបជានិយាយកុហកគ្រូពេទ្យនោះថាលោកគ្រូឥឡូវនេះភ្នែករបស់នាងខ្ញុំវាមិនបានជាទេវារឹតតែឈឺលើសដើមទៀតចំណែកឯគ្រូពេទ្យនោះបានដឹងថានាងពិតជានិយាយកុហកដូច្នេះក៏មានចិត្តក្រោធខឹងយ៉ាងខ្លាំងហើយមានចេតនាចង់ឲ្យនាងវិនាសទើបផ្សំថ្នាំពឹសឲ្យនាងលាបធ្វើឲ្យភ្នែករបស់នាងខ្វាក់ទាំងគូមើលអ្វីលែងឃើញទាំងអស់ព្រោះបាបកម្មដែលព្រះចក្ខុបាលថេរបានធ្វើឲ្យស្ត្រីនោះខ្វាក់ភ្នែកទាំងទ្វេដោយចេតនានោះឯងបានជាព្រះថេរៈត្រូវតែទទួលនៅបាបកម្មនោះវិញគឺត្រូវតែខ្វាក់ភ្នែកនៅក្នុងជាតិនេះដូច្នេះហើយទើបព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះយ៉ាងនេះថាមនោពពាំងកមាធម្មាមនោសេដ្ឋាមនោមយាអ្នកសាជេបតថេអ្នកភាសតិវាករោតិវាតតោណੰទុក្ខមនវេតិចកੰវហតោបទាំងធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតមានចិត្តជាធំសម្រេចអំពីចិត្តបើបុគ្គលមានចិត្តត្រូវទោសៈប្រទុសរាយហើយទោះបីពោក្តីធ្វើក្តីនៅអំពើអាក្រក់ព្រោះអំពើអាក្រក់ទាំងនោះមានសេចក្តីទុក្ខរមែងជាប់តាមបុគ្គលនោះទៅដូចជាកង់រទេះវិលតាមដានជើងគោដែលកំពុងអូសនាំទៅក៏ដូចឆ្នោះដែរសូមអនុមោទនារឿងមត្ថកណ្ដលីព្រះបរមសាស្តាទ្រង់បានប្រារព្ធនៅមត្ថកណ្ដលីដែលជាកូនរបស់ព្រាហ្មណ៍កំណាញ់ម្នាក់នៅក្នុងក្រុងសាវត្ថីព្រោះព្រាហ្មណ៍ជាបិតាជាមនុស្សកំណាញ់ស្វិតទើបគាត់ធ្វើទំហូរដោយខ្លួនឯងឲ្យកូនគាត់ពាក់នៅពេលដែលមត្ថកណ្ដលីឈឺធ្ងន់ព្រាហ្មណ៍ជាបិតាមិនបានទៅរកគ្រូពេទ្យមកព្យាបាលជំងឺឲ្យកូនគាត់ទេព្រោះគាត់ខ្លាចអស់ទ្រព្យសម្បត្តិរបស់ខ្លួននៅថ្ងៃដែលមត្ថកណ្ដលីចិត្តនឹងមរណានោះព្រាហ្មណ៍ជាបិតាបានលើកកូនមកឲ្យដេកអស់សេចក្តីសង្ឃឹមតែម្នាក់ឯងនៅក្នុងរបៀងផ្ទះខាងក្រៅសម័យនោះព្រះបរមសាស្តាទ្រង់បានបញ្ចេញព្រះរស្មីទៅដើម្បីឲ្យមត្ថកណ្ដលីបានឃើញមត្ថកណ្ដលីឃើញព្រះរស្មីនៃព្រះអង្គហើយក៏កើតសេចក្តីជ្រះថ្លាយ៉ាងខ្លាំងក្នុងមួយរំពេចនោះស្រេចហើយក៏បានធ្វើមរណកាលនៅពេលនោះឯងហើយបានទៅកើតនៅក្នុងឋានតាវតឹងទេវលោកក្រឡេកមើលមកឃើញឪពុករបស់ខ្លួនដែលកំពុងតែសោកសៅយំស្រែកបោកខ្លួនយ៉ាងខ្លាំងទើបបានចុះពីទេវលោកមកដើម្បីជួយសង្គ្រោះដល់ឪពុករបស់ខ្លួនឲ្យបានរួចផុតអំពីសេចក្តីទុក្ខសោកសៅនោះហើយបានធ្វើឲ្យគាត់លះបង់សេចក្តីកំណាញ់ចេញផុតពីខន្ធសន្តានឲ្យកើតមានចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនាហើយក៏ត្រឡប់ទៅកាន់ទេវលោកវិញលុះព្រឹកឡើងព្រាហ្មណ៍ជាឪពុកបានទៅអារាធនានិមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធានឲ្យទទួលនៅភត្តាហារក្នុងផ្ទះរបស់ខ្លួនហើយបានក្រាបទូលសួរអំពីការដែលកូនរបស់ខ្លួនគឺមត្ថកណ្ដលីគ្រាន់តែធ្វើចិត្តឲ្យជ្រះថ្លា
ចំពោះព្រះពុទ្ធជាម្ចាស់តែម្យ៉ាងប៉ុណ្ណោះមិនបានធ្វើកុសលអ្វីដទៃក្រៅអំពីនេះទេក៏ស្រាប់តែបានទៅកើតនៅឯឋានទេវលោកព្រះបរមសាស្តាទ្រង់បានអធិដ្ឋានឲ្យមត្ថកណ្ឌលីទេវបុត្រចុះមកសម្ដែងរឿងពិតដល់ព្រាហ្មណ៍ជាឪពុកនិងមហាជនបានឃើញជាក់ស្ដែងហើយព្រះអង្គត្រាស់ប្រគាថានេះថាមនោពពាំងកមាធម្មាមនោសេថាមនោមយាមអ្នកសាជេបសន្នេនៈភាសតិវាករោតិវាតតោណੰសុខមនវេតិឆាយាវៈអនុបាយិនីធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតសម្រេចអំពីចិត្តបើបុគ្គលមានចិត្តជ្រះថ្លាហើយទោះបីនិយាយក្តីធ្វើក្តីក៏ល្អទាំងអស់ព្រោះសេចក្តីល្អនោះឯងសេចក្តីសុខរមែងជាប់តាមបុគ្គលនោះដូចជាស្រមោលដែលអន្តោទៅតាមប្រាណយ៉ាងនោះឯងសូមអនុមោទនារឿងព្រះទេសត្ថេព្រះសម្មាសម្ពុទ្ធទ្រង់ប្រារព្ធព្រះទេសត្ថេព្រះថេរៈជាព្រះរាជឱរសរបស់ព្រះបេតុឆារបស់ព្រះអង្គលោកបានមកបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនានៅពេលដែលមានវ័យចាស់ជរាហើយលោកមិនដែលធ្វើវត្តប្រតិបត្តិគោរពចំពោះភិក្ខុអាគន្តុកៈដែលមានវោសាចាស់ជាងខ្លួនតាមព្រះធម៌វិន័យឡើយព្រះសាស្តាទ្រង់ត្រាស់បង្គាប់ឲ្យព្រះទេសៈសុំខមាទោសចំពោះភិក្ខុអាគន្តុកៈទាំងនោះតែព្រះទេសៈចចេះមិនព្រមធ្វើតាមព្រះពុទ្ធដីការបស់ព្រះអង្គឡើយគ្រានោះព្រះបរមសាស្តាទ្រង់ត្រាស់សម្ដែងនៅអតីតនិទានរបស់ព្រះទេសៈដូចមានតទៅនេះនៅក្នុងជាតិដែលព្រះទេសៈនេះបានកើតជាតបោះឈ្មោះទេវលតថាគតបានកើតជាតបោះឈ្មោះនិរតៈតបោះទាំងពីររូបនោះបានឆ្លោះទាស់តែងគ្នាយ៉ាងខ្លាំងរហូតលឺដល់ព្រះរាជាក្នុងក្រុងពរាណសីស្ដេចយាងទៅជួយរងាប់ការវិវាទទាស់តែងគ្នានោះហើយទ្រង់បានឲ្យទេវលតបោះសុំខមាទោសនិរតៈតបោះព្រោះជាអ្នកខុសទោះជាព្រះរាជបញ្ជាឲ្យធ្វើយ៉ាងនេះក៏ទេវលតបោះនៅតែមិនព្រមសុំខមាទោសចំពោះនិរតៈតបោះទៀតនៅតែចចេះមិនព្រមស្ដាប់មិនព្រមធ្វើតាមតាំងតែពីជាតិនោះមករហូតមកដល់ជាតិនេះដូច្នេះហើយទើបព្រះអង្គត្រាស់នៅព្រះគាថានេះថាអកោឆេមੰអវធិមੰអចិនិមੰអហាសិមេយេចតាំងឧបនយហន្តិវេរាំងទេសាងអ្នកសមតិអកោឆេមੰអវធិមੰអចិនិមੰអហាសិមេយេចតាំងនោបនយហន្តិវេរាំងទេសោបសមតិបើជនទាំងឡាយណាចងសេចក្តីក្រោធនោះទុកយ៉ាងនេះថាជនឯណោះបានជេរអញជនឯណោះបានវាយអញជនឯណោះបានឈ្នះអញជនឯណោះបានលួចយកទ្រព្យរបស់អញទៅហើយដូច្នេះពាវេរារបស់ជនទាំងឡាយនោះមិនស្ងប់រងាប់បានឡើយបើជនទាំងឡាយណាមិនចងសេចក្តីក្រោធនោះទុកយ៉ាងនេះថាជនឯណោះបានជេរអញជនឯណោះបានវាយអញជនឯណោះបានឈ្នះអញជនឯណោះបានលួចយកទ្រព្យរបស់អញទៅហើយដូច្នេះពាវេរារបស់ជនទាំងឡាយនោះតែស្ងប់រងាប់ទៅបានសូមអនុមោទនារឿងនាងកាលីយក្ខិនីព្រះបរមសាស្តាទ្រង់ប្រារព្ធចំពោះស្ត្រីម្នាក់ជាស្ត្រីអាគ្មានកូន
នាងដឹងថាខ្លួនប្រកាសជាមិនមានកូនហើយនាងខ្លាចស្វាមីមានប្រពន្ធថ្មីទៀតដែលអាចមានកូនប្រពន្ធថ្មីនោះនឹងមានអំណាចធំជាងខ្លួនទើបខ្លួនឯងសម្រេចចិត្តដើរទៅរកស្រីម្នាក់យកមកឲ្យស្វាមីធ្វើជាប្រពន្ធចុងមិនយូរប៉ុន្មានស្ត្រីដែលនាងរកមកឲ្យស្វាមីធ្វើជាប្រពន្ធចុងនោះក៏ចាប់ផ្ដើមមានផ្ទៃពោះប្រពន្ធដើមនោះដឹងច្បាស់ថានាងប្រពន្ធចុងមានផ្ទៃពោះហើយក៏យកថ្នាំពឹសមកឲ្យប្រពន្ធចុងផឹកប្រពន្ធចុងស្មានថាជាថ្នាំសម្រាប់ថែរក្សាគាត់ក៏បានយកថ្នាំពឹសនោះទៅផឹកនាងបានរលួតកូនស្លាប់ដល់ទៅ2លើកព្រោះថ្នាំពឹសរបស់ប្រពន្ធដើមក្នុងលើកទី3នាងប្រពន្ធចុងត្រូវបានស្លាប់ទាំងខ្លួនព្រមទាំងកូននៅក្នុងផ្ទៃព្រោះថ្នាំពឹសរបស់ប្រពន្ធដើមដូចជាលើកមុនដែរស្វាមីរបស់នាងបានដឹងរឿងនោះហើយក៏វាយធ្វើបាបនាងប្រពន្ធដើមរហូតដល់ខ្សែជីវិតតែម្ដងនាងប្រពន្ធដើមនិងប្រពន្ធចុងពីរនាក់នេះបានចងកម្មពៀវេរានឹងគ្នាម្នាក់ម្ដងយ៉ាងនេះគឺប្រពន្ធចុងស្លាប់ទៅក៏បានទៅកើតជាមេឆ្មាឯប្រពន្ធដើមស្លាប់ទៅបានទៅកើតជាមេមាន់មេឆ្មាបានស៊ីពងមាន់និងមេមាន់ប្រពន្ធដើមស្លាប់ពីមេមាន់បានទៅកើតជាមេខ្លាឯប្រពន្ធចុងមេឆ្មាស្លាប់ទៅបានទៅកើតជាមេប្រើសមេខ្លាបានខំស៊ីមេប្រើសប្រពន្ធចុងមេប្រើសស្លាប់ទៅកើតជានាងយក្ខិនីឯប្រពន្ធដើមមេខ្លាស្លាប់ទៅក៏បានទៅកើតជានាងគុលធីតានាងយក្ខិនីប្រពន្ធចុងក៏បានចាប់កូននាងគុលធីតាប្រពន្ធដើមយកទៅខំស៊ីអស់រហូតដល់ទៅ2លើកក្នុងលើកទី3នាងគុលធីតាក៏បាននាំយកកូនខ្ចីរត់គេចទៅផ្ទះដើមកំណើតរបស់ខ្លួនលុះដល់ពាក់កណ្ដាលផ្លូវក៏ស្រាប់តែនាងយក្ខិនីស្រីប្រពន្ធចុងដេញចាប់តាមក្រោយនាងមកប្រកិតនាងគុលធីតាក្រឡេកឃើញនាងយក្ខិនីដេញតាមចាប់ពីក្រោយខ្លួនយ៉ាងដូចនេះហើយក៏មានសេចក្តីតក់ស្លុតភ័យខ្លាចជាទីបំផុតហើយបានរត់ចូលទៅក្នុងវត្តចេតពុនមហាវិហារយ៉ាងប្រញាប់ប្រញាល់ជួនជានៅពេលនោះព្រះបរមសាស្តាកំពុងតែទ្រង់សម្ដែងព្រះធម៌ទេសនាអប់រំដល់ពួកពុទ្ធបរិស័ទនាងគុលធីតាបានចូលទៅជិតព្រះសាស្តាហើយយកកូនទៅដាក់នៅក្បែរព្រះបាទរបស់ព្រះអង្គក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះករុណាសូមប្រគេនកូនតូចនេះដល់ព្រះអង្គសូមព្រះអង្គមេត្តាទទួលយកចោះបន្ទាប់គ្នានោះឯងនាងយក្ខិនីក៏បានមកដល់វត្តចេតពុនដែរព្រះសាស្តាទ្រង់បានត្រាស់ទៅកាន់នាងទាំងពីរនាក់នោះថាណែនាងទាំងពីរនាក់ព្រោះហេតុអ្វីបានជាពួកនាងតាមចងកម្មចងពៀនឹងគ្នាមិនចេះឈប់ឈរយ៉ាងនេះដូច្នេះហើយទ្រង់ត្រាស់នៅប្រគាថានេះថាអ្នកហិវេរេអ្នកវេរានិសាមតិធៈកុទាចណੰអវេរេអ្នកចសាមតិអេសធម្មោសនន្តណោពិតមែនក្នុងពេលណាក៏ដោយក្នុងលោកនេះធម្មតាពៀទាំងឡាយមិនដែលរងាប់ដោយការចងពៀឡើយពៀទាំងឡាយតែរងាប់ដោយការមិនចងពៀនេះជាបវេនៃធម៌សូមអនុមោទនារឿងពួកភិក្ខុកោសំពីព្រះសាស្តាចារ្យទ្រង់ប្រារព្ធចំពោះពួកភិក្ខុកោសំពីពួកភិក្ខុកោសំពីទាំងនោះជាដំបូងគ្រាន់តែចោទគ្នាពីអាបាតិតូចតាចប៉ុណ្ណោះឯងតែដល់ក្រោយមកក៏កើតមានវិវាទឆ្លោះប្រកែកគ្នាទៅជារឿងធំដុំខ្លាំងឡើង
ទោះបីជាព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ហាម5យ៉ាងណាក៏ដោយក៏ភិក្ខុទាំងនោះមិនព្រមធ្វើតាមព្រះឱវាទរបស់ព្រះអង្គឡើយការបើយ៉ាងនេះហើយព្រះពុទ្ធជាម្ចាស់ទ្រង់ជ្រាបច្បាស់ក្នុងព្រះតីថាប្រកាសជាមិនបានប្រយោជន៍អ្វីឡើយទើបព្រះអង្គទ្រង់ស្ដេចយាងចេញឆ្ងាយពីពួកភិក្ខុកោសំពីរទាំងនោះទៅគង់ចាំព្រះវស្សានៅក្នុងព្រៃរខិតវ័នតែមួយព្រះអង្គឯងគត់ចំណេរការក្រោយមកពួកពុទ្ធបរិស័ទបានថ្កល់ទោសពួកភិក្ខុទាំងនោះភិក្ខុទាំងនោះបានដឹងកំហុសរបស់ខ្លួនក៏បានចូលទៅរកព្រះអនន្តថេរឲ្យលោកជួយសូមខមាទោសចំពោះព្រះពុទ្ធជាម្ចាស់ហើយទូលសូមឲ្យព្រះអង្គស្ដេចយាងត្រឡប់មកវិញព្រះសាស្តាទ្រង់បានទទួលពាក្យរបស់ភិក្ខុកោសំពីរទាំងនោះហើយទើបស្ដេចយាងវិលត្រឡប់មកវិញទ្រង់ប្រទានព្រះឱវាទដល់ពួកភិក្ខុទាំងនោះឲ្យមានសេចក្តីព្រមព្រៀងគ្នាចេះស្រឡាញ់គ្នាកុំឲ្យមានការឆ្លោះទាស់ទែងនឹងគ្នាតទៅទៀតដោយព្រះធម្មីកថាទីឃាវុជាដកហើយទ្រង់ត្រាស់នៅប្រគាថានេះថាបរេចនវិជានន្តិមយៈមេថយៈមាមសេយេចតថវិជានន្តិតតោសាមតិមេថគាពួកជនទាំងឡាយដតីក្រៅអំពីបណ្ឌិតតែងមិនដឹងខ្លួនថាពួកយើងទាំងអស់គ្នានឹងវិនាសក្នុងកណ្ដាលជំនុំនៃពួកនេះដូច្នេះឡើយចំណែកឯជនទាំងឡាយណាក្នុងកណ្ដាលជំនុំនៃពួកនេះដឹងខ្លួនច្បាស់ថាពួកយើងទាំងអស់គ្នានឹងវិនាសក្នុងកណ្ដាលជំនុំនៃពួកនេះដូច្នេះការឆ្លោះប្រកែកគ្នាទាំងឡាយរមែងរងាប់អំពីជនទាំងឡាយនោះសូមអនុមោទនា